មកដឹងអំពីសេណារីយ៉ូមាសដែលធ្វើឲ្យមាសមានការកើនឡើងថ្លៃឬធ្លាក់ចុះបន្ថែមទៀតនាពេលបច្ចុប្បន្នភាពនេះសូមស្វាគមន៍លោកស្រីមកកាន់កម្មវិធីពីនេះពីនោះពីទីផ្សារបដោប្រាក់មកដឹងអំពីសេណារីយ៉ូឲ្យមាសធ្លាក់ថ្លៃនិងធ្លាក់ចុះនាពេលបច្ចុប្បន្នភាពនេះការវិភាគទៅលើនិន្នាការតម្លៃមាសគឺជាការបូកបញ្ចូលគ្នារវាងកត្តាសេដ្ឋកិច្ចនិងនយោបាយពិភពលោកយោងទៅតាមស្ថានភាពបច្ចុប្បន្នក្នុងឆ្នាំ2026យើងអាចធ្វើការវិភាគទៅលើសេណារីយ៉ូសំខាន់ចំនួន2មានដូចជាទី1សេណារីយ៉ូដែលរុញច្រានឲ្យតម្លៃមាសបន្តឡើងថ្លៃមាសអាចនឹងហក់ឡើងខ្ពស់បន្ថែមទៀតប្រសិនបើធនាគារកណ្ដាលសហរដ្ឋអាមេរិក Federal Reserve នៅតែបន្តរក្សានិន្នាការបញ្ចុះអត្រាការប្រាក់ដើម្បីជំរុញឲ្យសេដ្ឋកិច្ចមានភាពល្អប្រសើរនោះមាសនឹងក្លាយជាជម្រើសដំបូងសម្រាប់អ្នកវិនិយោគក៏ឡើយទៅមើលភាពតានតឹងភូមិសាស្ត្រនយោបាយប្រសិនបើចំនួននៅមជ្ឈមបូព៌ាឬតំបន់អឺរ៉ុបខាងកើតមិនទាន់មានសញ្ញាថមថយឬមានចំនួនថ្មីកើតមានឡើងវានឹងធ្វើឲ្យតម្លៃមាសឡើងថ្លៃក្នុងនាមដែលជាទ្រព្យសម្បត្តិភាពមកក្រុមការសរុបទិញមាសពីធនាគារកណ្ដាលប្រសិនបើប្រទេសធំដូចជាចិនឥណ្ឌានិងរុស្ស៊ីនៅតែបន្តកាត់បន្ថយការកាន់កាប់ប្រាក់ដុល្លារហើយងាកមករកសន្សំមាសដុំទុកធ្វើជាទុនបម្រុងកាន់តែច្រើនសម្រាប់សេណារីយ៉ូទី2ធ្វើឲ្យមាសធ្លាក់ថ្លៃឬនៅត្រឹងមាសអាចនឹងធ្លាក់ចុះតម្លៃមកវិញប្រសិនបើទិន្នន័យការងារនៅសហរដ្ឋអាមេរិកបង្ហាញសញ្ញាល្អខ្លាំងវានឹងធ្វើឲ្យប្រាក់ដុល្លារមានការឡើងថ្លៃដែលធ្វើឲ្យសម្ពាធតម្លៃមាសមានការធ្លាក់ចុះប្រសិនបើអតិផរណាធ្លាក់ចុះមកដល់កម្រិតគោលដៅធនាគារកណ្ដាលអាចនឹងឈប់បញ្ចុះអត្រាការប្រាក់ឬអាចដំឡើងវិញដែលវាមិនសូវល្អសម្រាប់មាសនៅឡើយទេការលក់ចេញដើម្បីយក profit បន្ទាប់ពីមាសឡើងដល់ចំណុចកំពូល all time high អ្នកវិនិយោគធំអាចនឹងលក់មាសចេញក្នុងបរិមាណច្រើនដើម្បីយកប្រាក់ចំណេញធ្វើឲ្យតម្លៃមាសដើមក្បាលចុះក្នុងមួយរយៈពេលខ្លីការសន្និដ្ឋានបច្ចេកទេសជួញដូរ Technical Outlook តាមការពិនិត្យទៅលើ graph តម្លៃហាងចេញមាសជាមធ្យមសម្រាប់តម្លៃខ្ពស់ប្រសិនបើមាសឡើងបំបែកតម្លៃកំពូលចាស់វានឹងអាចហក់រកតម្លៃកំពូលថ្មីមួយទៀតដែលខ្ពស់ជាងមុនសម្រាប់តម្លៃទាបវិញប្រសិនបើតម្លៃមាសធ្លាក់ដល់ចំណុចទាបមាសនឹងអាចមានឱកាសឡើងថ្លៃមកវិញប្រសិនបើមិនបានបែកតម្លៃទាបនោះទេការវិនិយោគមាសគឺជាការវិនិយោគរយៈពេលវែងទោះបីជាតម្លៃមាសមានការឡើងចុះតំបន់ដដែលដែលគេហៅថាទីផ្សារ sideways ក្នុងរយៈពេលខ្លីក៏ដោយប៉ុន្តែក្នុងប្រវត្តិសាស្ត្រ20ឆ្នាំចុងក្រោយនេះតម្លៃមាសតែងតែមាននិន្នាការកើនឡើងជានិច្ចសាកសួរព័ត៌មានលម្អិតពីរបៀបបើកគណនីក៏ដូចជារៀនពីរបៀបទិញលក់យើងជួញដូរតាមរយៈប្រព័ន្ធធនាគារហើយលោកស្រីអាចធ្វើការទំនាក់ទំនងមកនឹងខ្ញុំសារ៉ារ៉ាសាន់ដេតាមលេខទូរស័ព្ទនៅខាងលើដើម្បីទទួលបានការប្រឹក្សាយោបល់និងការបើកគណនីជូនដោយឥតគិតថ្លៃ